ពរជំរុញពរពុទ្ធបរិស័ទញាតិញោមគ្រប់គ្នាជាទីអាននៅក្នុងថ្ងៃនេះគឺខ្ញុំបដិអាត្មាភាពបានបង្ហាញវីដេអូមួយដែលមានកម្មវិធីមួយនៅក្នុងវត្តជុំនៅក្នុងនោះគឺមានការចូលរួមពុទ្ធិវិស័យព្រះពុទ្ធរូបដែលកសាងអំពីថ្លើមថ្មរបស់លោកជំទាវបណ្ឌិតអង្គនថាពវីព្រមទាំងស្វាមីនិងពុទ្ធបរិត្រីទាំងអស់តែអ្វីដែលគួរចាប់អារម្មណ៍ពុទ្ធបរិស័ទនេះរបស់គ្នាគឺមានជនជាតិបារាំងគឺគាត់មានក្តីជ្រះថ្លាមកចូលរួមធ្វើពិធីជនជាតិបារាំងនោះគឺនៅក្នុងការជ្រះថ្លាណាស់គោរពពុទ្ធសាសនាញាតិញោមបងប្អូនទាំងអស់តាមដានវីដេអូនេះមើលនៅក្នុងនេះគឺគួរឲ្យត្រេកអរនៅមហាកុសលនេះខ្លាំងណាស់គឺមានភាពសប្បាយរីករាយនៅក្នុងការបំពេញបុណ្យហើយជនជាតិបារាំងនេះគឺគាត់មានភាពរំភើបនិងសប្បាយរីករាយខ្លាំងណាស់តែគាត់បានមកធ្វើពិធីពុទ្ធិវិស័យព្រះពុទ្ធរូបហើយនៅក្នុងនោះគឺមានជនជាតិបារាំងច្រើនដែលបានចូលរួមជ្រះថ្លាមកគោរពថ្វាយបង្គំចំពោះព្រះពុទ្ធរូបដែលធ្វើឡើងនៅក្នុងមហាគុណក្នុងវត្តវិផាសិការាមវត្តជុំវត្តលើសំសានវីដេអូនេះគឺចង់បញ្ជាក់ប្រាប់អំពីការជ្រះថ្លារបស់ជនជាតិបារាំងជនជាតិអឺរ៉ុបនេះញាតិញោមមើលនៅក្នុងនោះនេះកំពុងតែបូជាផ្កាជ្រះថ្លាវីដេអូនេះគឺបញ្ជាក់ប្រាប់ចឹងនេះគឺគាត់ក្បួយសក់ហ្នឹងគឺមានពុកមាត់ច្រើនហ្នឹងគឺជាជនជាតិបារាំងប៉ុន្តែមានជាច្រើនទៀតដែលมันបានថតជាវីដេអូបានច្រើនហើយសូមអរគុណច្រើនចំពោះការជ្រះថ្លាគោរពពុទ្ធសាសនារបស់យើងនេះ